Sông Cô Rụp Chụp Rít Xua nâng xua stay từ đó sport bôn từng ọc nìa chỉ tụi mình đón tiết lúc cru cho mùa hay sự thì cứ chỉ cru bồng riêng bồng vị trí pizza khmái nơi khung thằng ti prang buồn khung cam vị thi salarian chủng nón mấy một pi vị trí lai con sang phim chỉ còn nơi khung ngày này đá cứ giờ nơi bẩn to nơi ca sao ông pi merian ti bảy cứ ca tụt tua squall ca pet rồi bao dương bẩn to tiệt hồi này tìm muối để giờ sắc xa cứ ca sắc xa tập bot riêng còn là bài lớn ngày muốn cứ giờ ba sắc xa phía tìm muối rồi hỏi ngày ní cứ dư bẩn to nơi kiện tivi bẩn to tiệt các bị mê riêng muốn cứ dư miên sủng nô cái cáp tem chủng nón pì sủng nô tim mùi ta bẩn đà riêng hàng cào nà khá đa giật thất nơi nông prophet à so sơ tùng nớp đôi kia từ nâng riêng còn làm bài lên đài chơi dư miên riêng sộc hát riêng đam cầm nà tì công nông pinh riêng mì lia đồng chất riêng ca sập pô riêng sòng cốm rau viên kinh cuộn riêng sòng cream rau viên kinh cuộn nâng tạp rốm nâng riêng thôn chảy chân tàu riêng na khá đa chi prophet à so sơ tùng nớp cứ miến riêng sộc hát riêng mì lia đồng chất hơi nâng riêng ca sập pô được xa tại riêng tiếng bay ní cứ chia prophet à so sơ đại nè nipon ba nipon la nơi nông ở sát tọt tìm một thấy hào chia prophet na đai đài ban lược dọc nơi sòng côm một nụ bật chạy sái một vơ ca tạ tay chia đầm nà đường sầm nô tí tí ta lộc nhọc thèm lo ban bùm ra ca nghĩ chia ở vậy là nơi ả nà chân nè tầng ọc ní ban vơ ca sài chiêu pi prophet ca nghĩ rồi bỏ lục đài được tế nhưng một mơ tầng ọc nè lộc nhọc thèm con cứ chia nè so sắc ma bồ rốp đài po bên từ đầu trong nè đấng cứ lộc thọp chia sầm mà chất cái nè ca mà cá pra tay bầy đỏ này ai thì công trong bìnhលោកក៏ធ្លាប់ជាអ្នកត្រួតពិនិត្យការបោះពុម្ពសិភៅផ្សេងៗនៅឯព្រះរាជបណ្ណាល័យកម្ពុជានៅឯទីក្រុងភ្នំពេញក៏ជាសាស្ត្រាចារ្យនៅឯសាលាគរុវិទ្យាសាស្ត្រាចារ្យនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញក៏ដូចជានៅស្រុកកំណើតរបស់លោកគឺជាសាស្ត្រាចារ្យនៅឯវិទ្យាល័យព្រះមុនីវង្សផងដែរនេះគឺជាប្រវត្តិនៃការបម្រើការងាររបស់លោកញុកថែមនៅក្នុងវិស័យអក្សរសាស្ត្រជាតិយើងអញ្ចឹងយើងចូលទៅដល់ការរំលឹកមេរៀនបន្តិចសិនដែរគឺការសិក្សាអត្ថបទរឿងកលាបៃលិនថ្ងៃមុនយើងបានសិក្សាផ្នែកទី1គឺការបង្ហាញអត្ថបទអញ្ចឹងសំណួរទី1តើរឿងកលាបៃលិននិពន្ធដោយនរណានៅឆ្នាំណាអាចប្រាប់លោកគ្រូបានទេអញ្ចឹងយើងមានចម្លើយកលោកញុកថែមឆ្នាំ1933ឬ1946ចម្លើយខលោកញុកថែមឆ្នាំ1936ឬ1943ចម្លើយកលោកនូហាតឆ្នាំ1933ឬ1946និងចម្លើយខលោកនូហាតឆ្នាំ1936ឬ1943ចម្លើយណាមួយដែរដែលត្រឹមត្រូវតាឆ្លើយទាំងអស់គ្នាចម្លើយដែលត្រឹមត្រូវគឺចម្លើយខគឺរឿងកុលាបបៃលិននិពន្ធដោយលោកញុកថែមហើយនៅឆ្នាំ1936ឬក៏1943សំណួរទី2តើរឿងកុលាបបៃលិនជាប្រភេទអត្ថបទអក្សរសិល្ប៍អ្វីស្ថិតនៅក្នុងចលនាអ្វីកអក្សរសិល្ប៍បុរាណចលនាអក្សរសិល្ប៍ពុទ្ធនិយមខអក្សរសិល្ប៍បុរាណចលនាអក្សរសិល្ប៍ខេត្តបារាំងនិយមកអក្សរសិល្ប៍ទំនើបចលនាអក្សរសិល្ប៍ពុទ្ធនិយមខអក្សរសិល្ប៍ទំនើបចលនាអក្សរសិល្ប៍ខេត្តបារាំងនិយមចម្លើយណាដែរដែលជាចម្លើយត្រឹមត្រូវគឺចម្លើយខរឿងកុលាបបៃលិនជាប្រភេទអត្ថបទអក្សរសិល្ប៍ទំនើបស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមយើងបញ្ចប់ការរំលឹកមេរៀនមុនតែត្រឹមនេះថ្ងៃនេះយើងបន្តនៅការសិក្សាអំពីការសិក្សាអត្ថបទរឿងកុលាបបៃលិនភាគទី2របស់យើងគឺសិក្សាទៅលើខ្លឹមសារថ្ងៃនេះគឺការសង្ខេបអត្ថបទរឿងនៅក្នុងមេរៀនមួយនេះបន្ទាប់អំពីយើងសិក្សាចប់គឺយើងនឹងប្រាប់បានអំពីចំនួនវគ្គនិងចំណងជើងនៃវគ្គនីមួយៗក្នុងរឿងកុលាបបៃលិនបានត្រឹមត្រូវទី2គឺយើងនឹងប្រាប់បានអំពីខ្លឹមសារនៃដំណើររឿងកុលាបបៃលិនបានត្រឹមត្រូវនិងចុងក្រោយគឺយើងនឹងកំណត់បានអំពីមុខងាររបស់តួអង្គនៅក្នុងរឿងកុលាបបៃលិនបានត្រឹមត្រូវថាឥឡូវយើងទៅមើលរូបភាពមួយនេះដែលលោកគ្រូបានដកស្រង់ចេញអំពីដំណើររឿងនៅក្នុងវគ្គនីមួយៗនៃរឿងកុលាបបៃលិនដែលយើងឃើញតួអង្គប្រុសម្នាក់នេះដែលមានវ័យក្មេងគឺជាកំឡោះចៅចិត្តនេះឯងហើយនេះគឺជាឪពុករបស់គាត់ដែលយើងមើលទៅគឺមានស្ថានភាពជំងឺនោះគឺធ្ងន់ធ្ងរហើយរូបភាពមួយនេះគឺយើងបង្ហាញឃើញអំពីកំឡោះចៅចិត្តរបស់យើងនេះបានទៅដល់គេហដ្ឋានមួយជួបជាមួយនឹងម្ចាស់ផ្ទះក៏ដូចជាមាននារីរូបស្រស់ម្នាក់ដែរតើដំណើររឿងបែបណាយើងនឹងសិក្សាហើយរូបភាពនេះក៏យើងឃើញអំពីសកម្មភាពនៃការធ្វើការងាររបស់ចៅចិត្តហើយវគ្គនេះវិញគឺយើងឃើញអំមាន
អំពីហេតុការណ៍ដូចជាការបាញ់បោះគ្នាណាមានការប្រើអាវុធដូចជាចៅចិត្រគាត់បានការពារនារីម្នាក់ហើយនេះយើងទំនងមើលទៅដូចជាមានក្រុមចៅហើយទស្សនវិជ្ជានេះដូចជានៅឯក្នុងព្រៃហើយរូបភាពនេះវិញឃើញថាចៅចិត្រកំពុងតែដេកសម្រាប់ព្យាបាលហើយខាងនេះវិញគឺចៅចិត្រកំពុងតែធ្វើសកម្មភាពមួយគឺបានវាតបជាមួយនឹងបរិសម្នាក់ផ្សេងទៀតអញ្ចឹងតើដំណើររឿងកុលាបបៃលិនមាននៅដំណើររឿងបែបណាខ្លះយើងនឹងសិក្សាជាមួយនឹងលោកគ្រូទាំងអស់គ្នាណាអញ្ចឹងតកតងទៅនឹងសំណួរទី1តើរឿងកុលាបបៃលិនមានប៉ុន្មានវគ្គបន្ទាប់ពីយើងបានមើលរូបភាពអំបញ្ញមិញតើអ្នកទាំងអស់គ្នាគិតថារឿងកុលាបបៃលិនមានប៉ុន្មានវគ្គដែរចម្លើយកមាន5វគ្គចម្លើយខមាន6វគ្គចម្លើយកមាន7វគ្គនិងចម្លើយខមាន8វគ្គតើបងប្អូននេះគិតថាមានប៉ុន្មានវគ្គផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងលោកគ្រូគឺចម្លើយខដែលជាចម្លើយត្រឹមត្រូវគឺមាន6វគ្គអញ្ចឹងយើងទៅមើលថាតើរឿងកុលាបបៃលិនចែកជា6វគ្គនោះមានចំណងជើងអ្វីខ្លះតកតងទៅនឹងរឿងកុលាបបៃលិនគឺអ្នកនិពន្ធបានចែកជា6វគ្គធំៗវគ្គទី1គឺមានចំណងជើងថារឿងកុលាបបៃលិននិងជីវិតក្មេងកំព្រាយើងឃើញអំពីរូបភាពនេះហើយដែលចៅចិត្រគាត់នៅជាមួយនឹងឪពុករបស់គាត់យើងឃើញថាឪពុករបស់គាត់គឺមាននៅជំងឺធ្ងន់ធ្ងរហើយវគ្គទី2គឺមានចំណងជើងថាការធ្វើដំណើរទៅបបៃលិនវគ្គនេះគឺយើងឃើញថាចៅចិត្រគាត់បានទៅដល់គេហដ្ឋានមួយបានជួបនិយាយជាមួយនឹងម្ចាស់ផ្ទះថាតើគាត់ជួបរឿងអ្វីខ្លះនៅឯបបៃលិននោះហើយវគ្គទី3គឺមានចំណងជើងថាចៅចិត្រកើតគំនិតថ្មីយើងឃើញថាចៅចិត្រគាត់មានសកម្មភាពច្រើននៅក្នុងការបំពេញការងាររបស់គាត់ហើយវគ្គទី4វិញគឺចំណងជើងថាចោរកម្មកើតឡើងនាកណ្ដាលព្រៃស្ងាត់យើងដឹងហើយចោរកម្មគឺអំពើប្លន់របស់ក្រុមចៅអញ្ចឹងយើងឃើញថាចៅចិត្រគាត់កំពុងតែការពារនារីម្នាក់ហើយមានកាន់កំភ្លើងជាដើមតែហេតុការណ៍បែបណាដែរយើងនឹងសិក្សានៅក្នុងវគ្គទី4វគ្គទី5គឺសេចក្តីស្នេហាកើតក្រោយឧបតហេតុគឺចៅចិត្រកំពុងតែសម្រាប់ព្យាបាលបន្ទាប់អំពីហេតុការណ៍មួយនៅក្នុងព្រៃហើយវគ្គចុងក្រោយគឺវគ្គទី6មានចំណងជើងថាគេហដ្ឋានលោកលួងរតនសម្បត្តិត្រូវចោលប្លន់គឺមានចោលប្លន់ទៅដល់ផ្ទះរបស់លោកលួងរតនសម្បត្តិទៀតហើយនឹងចំណងជើងចុងក្រោយនៅក្នុងវគ្គទី6ដែរគឺអវសានចង់ដឹងថាតើបញ្ចប់រឿងនៃរឿងកុលាបបៃលិនមានទស្សនវិជ្ជាបែបណាយើងនឹងសិក្សាជាមួយនឹងលោកគ្រូនៅក្នុងមេរៀនមួយនេះផងដែរសំណួរទី2តើខ្លឹមសារណាមួយដែលត្រូវទៅនឹងវគ្គទី1នៃរឿងកុលាបបៃលិនយើងដឹងហើយរឿងកុលាបបៃលិនវគ្គទី1គឺចំណងជើងថារឿងកុលាបបៃលិនហើយនឹងជីវិតរបស់ក្មេងកំព្រាឥឡូវយើងទៅមើលចម្លើយកជីវិតជាកម្មករជីកត្បូងរបស់ចៅចិត្រនៅឯបបៃលិនចម្លើយខជីវិតជាក្មេងកំព្រារបស់ចៅចិត្របន្ទាប់ពីមរណភាពរបស់ឪពុកចម្លើយកការធ្វើដំណើរទៅបបៃលិនរបស់ចៅចិត្រចម្លើយខការខិតខំប្រឹងប្រែងធ្វើការងារជាកម្មករជីកត្បូងរបស់ចៅចិត្រអ្នកទាំងអស់គ្នាគិតថាចម្លើយណាមួយដែលត្រូវទៅនឹងខ្លឹមសារនៅក្នុងវគ្គទី1ទៀងទាត់ចម្លើយទាំងអស់គ្នាគឺចម្លើយខគឺវគ្គទី1នៃរឿងកុលាបបៃលិនបង្ហាញឲ្យឃើញអំពីជីវិតរបស់តួអង្គចៅចិត្រដែលគាត់ជាក្មេងកំព្រាបន្ទាប់អំពីមរណភាពរបស់ឪពុកយើងទៅសិក្សាបន្ថែមទៀតនៅក្នុងខ្លឹមសារនៃវគ្គទី1ទាំងអស់គ្នាអញ្ចឹងវគ្គទី1គឺបង្ហាញឲ្យឃើញអំពីតួអង្គម្នាក់ដែលគាត់ឈ្មោះថាតាជើមនឹងគាត់គឺជាឪពុករបស់ចៅចិត្រនឹងឯងហើយគាត់មានកូនតែម្នាក់ទេគឺជាចៅចិត្រនឹងឯងហើយគាត់មានត្រកូលសេរីពងគាត់ជាបរិសុទ្ធពោះម៉ាយម្នាក់នៅឯឃុំស្វាយប៉ោខេត្តបាត់ដំបងតាជើមគាត់ជាមនុស្សដែលមានជីវភាពនឹងក្រីក្រទេប៉ុន្តែតាជើមគាត់បានបញ្ជូននៅចៅចិត្រឲ្យទៅសិក្សារហូតទៅដល់គាត់បានប្រឡងជាប់ប្រកាសនីយបត្រនាសម័យនោះប៉ុន្តែតាជើមគឺវ័យរបស់គាត់កាន់តែចាស់ជរាហើយសុខភាពរបស់គាត់ក៏ចុះខ្សោយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃបើទោះបីថាចៅចិត្រគាត់បានរកគ្រូពេទ្យដែលគាត់ឈ្មោះថាគ្រូពេទ្យស្អាតនឹងមកធ្វើការជួយព្យាបាលដល់គាត់យ៉ាងណាក៏ដោយក៏តាជើមមិនអាចបន្តជីវិតរស់នៅបន្តទៀតទេគឺមុននឹងស្លាប់គឺតាជើមគាត់បានហៅចៅចិត្រមកដែលជាកូនគាត់នឹងបាននិយាយផ្ដាំនៅពុទ្ធភាសិតមួយឃ្លាថាអត្តាហេអត្តណោនាថោដែលមានន័យថាខ្លួនទីពឹងខ្លួនបណ្ដាំរបស់តាជើមនេះគឺបង្ហាញថាតាជើមគឺមានក្តីអាណិតយ៉ាងខ្លាំងទៅដល់កូនប្រុសខ្លួនឯងដោយសារតែអស់ពីខ្លួនទៅគឺចៅចិត្រត្រូវរស់នៅកំព្រាគ្មានទីពំនាក់នោះទេ
cứ miên tại bột phía sật mùi ní đầm bấy đặc tuyển đo trả chất ao trả chất miên ca khất khom prâng prai pra sầm mặt tập hiệp luôn ai pâng từ lơ sầm mặt tập hiệp luôn ai nơi nông ca đo sai bài nhà hàng nè bột tát mình miên đây tha ao trả chất luôn nơi tại ai mình ở pâng pẹ chừng mùi nhẹ đầu tây đi cô mình ao kê pâng pẹ mà lời luôn vinh tề cứ tới pâng từ lơ sầm mặt tập hiệp luôn ai ở bàn tràn chân trả chất bần top bị tà trơn bàn slap tới cứ trái chất khai từ chiếc men cổng rìa miên ti bổng nhẹ tề bần tái kê nơi tại miên xịt đầy to xù nâng thiếp chia diêm nơi không luôn chỉ này thưa ao lục rô pet át cứ bàn mơ khơi nhung pi ạt tạ chật lõ bỏ trái chất bát ni có bàn chui rô ca nghĩ ao trái chất đòi ao trái chất nâng từ rô ca nghĩ nơi bo bảy lần đại nơi tin nước cứ miên ở cục mia rồi bỏ ở lục rô pet át nâng cứ quạt mua tha lục luôn rồi tận sầm bạt nơi tin nước cứ trái chất quạt từ rô ca nghĩ vừa chỉ cam một co chỉ bông một ngày dân ở trái chất có vô prom chỉ mùi năng lục rô psa vừa đồng là trả trên ti sọc cầm nạt luôn ái từ can ở sọc bo bảy lần đầm bay từ rô ca nghĩ vừa ní cứ chỉ lâm xá nơi trong vẽ ti mùi nhưng mình to từ đó sầm nô tị bấy ta trả chất vô khơi nhàng ná trong vua ca nghĩ chỉ cam một co chỉ bông vậy từ bờ tờ ní có chỉ ca nghĩ tôi tiếp miên đầm lại khó chia ca nghĩa đại khuôn ai vừa bán có chia ca nghĩa đại khuôn mình ai vừa bán nâng khẩu chia ca nghĩa đại nơi hot mình ai trôm trò bán chân dân kết tha ta chẳng rất lẽ cái nào bỏ chạy chật con kết tha ca nghĩa chia ca một co chính bố nâng chia ca nghĩa bạc nào chùm lào mùi ná đại nè tầng ngọc ni chơi rớt chùm lào để tầm tới cứ chùm lào khó cứ chạy chất quạt vô khơi thả ca nghi chỉ ca một có chỉ bố chỉ ca nghi mũi đã xạ xong từ nương sầm mặt tập hiệp rồi bỏ quạt đưa co sầm mặt tập hiệp rồi bỏ quạt cứ ai vừa được ca nghi chỉ ca một có chỉ bố bàn trên dương từ mơ nơi lâm xá này ở vẽ tipi đài vẽ tipi nút cứ bằng hai ở khơi nhầm pi chạy chất quạt bàn vừa đầm nào tại đó te lục luôn rồi tại sầm bạt hỏi nơi ai bỏ bài lớn nằng vận tay nộp pe đài lục luôn rồi tại sầm bạt quạt khơi nhầm pi rụp riêng chạy chất liềm quạt nâng cứ cất hà trái chất nâng pro hai chỉ mình ai trôm từ nâng ca nghe chích bông ban tê pro ca nghe bạc nâng nơi hot hoi ở vừa cao rộng bao trong 10 ngày còn tay trái chất vinh cứ quạt ban pol an thà luôn ấy cứ miên cầm làng cục còn hoi miên sầm mặt tập hiếp ai vừa ca bàn dân vừa ao lục luôn rồi tại sầm mắt còn pin chất nơi trái chất trong chủng người đi ai bên lúc ấy cứ niên khôn nề đài chia bột tray tai mà nè cốt rồi bỏ lục luôn rồi tại sầm mặt cứ quạt bàn đài cho mốc hoi của bàn mà cho chất ở bọc rồi bọc luôn nấng còn thái niên miên kệ rồi giá rất piêu mới cứ mang cho mày nó mơ tao đôi chia mình sâu pin chất chỉ mùi nâng cầm lọc trái chất dương tề con đa sầm lăng khơi trái chất liếm cứ niên con nề rí quạt cờ lòn mọt hà trái chất scope đôi chia mình đúng nhiên hiền mình ai phơi ca trích đầy bàn tề dẫn trái chất cứ quạt của bàn top từ vinh liêm thà mình nút trón kê mình đa sầm co thá chia mình nút lồng ngỗng tề ai mình nút scom có kê mình sầm co thá chia mình nút sao đài chứng cứ sụp đây bạp nít phơi ao ở niên khôn nề nâng cứ miên ở ca khăng dạng khlang hồi còn miên ca on chất đai pro tha ca bị muốn mình ai miên là na hiên to sụp đây chỉ mùi nâng niên nụ tề chứng cứ niên miên ca khăng chỉ mùi nâng ở cầm lo anh tha trái chất bỏ dương phòng đài lục luôn rồi tận sụp bát coi vô prom ao trái chất vừa ca nghe chỉ ca một con chỉ bông nơi ai ở tia rồi bỏ lục từ ní cứ chia đầm nào rước nơi không ở vẽ tipi cứ trái chất vừa đầm nào từ bỏ bài lần lấy dương cho từ đó sầm nô bẩn to tiếp ta khâm xa ná đài trâu từ nâng vẽ tị bảy đài vẽ tị bảy nếu dương đằng hai tháng cứ trái chất cả cùng lịch mày có trái chất cho chất tộc đạt vừa ca nghĩa khó trái chất nừng niếng con rí chập đam son tề nghĩa có trái chất chui dốc hà xá đo cua xá lục luôn rồi tận sầm bạt nâng chủng loại khó cứ chủng loại có kho nâng có bằng trồi khỉ dương kết tha trái chất cao cùng lịch mày trong bậc hai nhầm pi sẽ cả một hiệp nè chủng loại để trầm trao núi cứ chủng loại khổ pol cứ bậc hai cơ nhầm pi ca giúp chất túc đạn được trong ca nghĩ là bỏ trái chất có đôi chia trái chất nâng niên con nri đài ở miền ca từ toa kia nước co chập đao miền ca ở son tận địa kia ai ở trái chất ni ai cứ ban chui dọc ở xa dạng trán từ đó ở cua xa lục luôn rồi tại sông bạc giờ từ sắc xa được nông ở đồng nào rương này vẽ tị bay tầng ọt nè chứng vẽ tị bấy này rương còn là bài lớn cứ miền này khâm xa đôi cảnh còng ni ai cứ trái chất cứ np đài từ tu ban ca nghe chỉ cam một co trích bông nâng
cứ miên ca cổ rụp sầu lạnh dàng tràn pi sầm nạ cam mà co tàng lại lúc ta chẳng chất nâng quạt ủ xa quạt dọc chất tục đạc nông ca nghìa mót chọc nâng nông ca nghìa hôi tham chàng chạy chui dọc xa chữ mùi nâng cam mà co tàng ọt nâng dứng nơ pê mùi cứ pê dục mùi nâng chẳng chất quạt nơi nông tôm ở bọc quạt để quạt sạ nơi nâng quạt có bàn riêng nơ bọt chú vẹ phía rùm hôi miên sầm lê giang phía rùa nơ pê đài niên con nở ri quạt bàn cho bao cầm xa nơ xuôn cho bá có bàn lư xô sầm lê phía rùa rồi bọt ở chẳng chất nâng có trôi tới ở tôm rồi bọt chẳng chất hôi prom tàng sạ xua tha nở na chỉ nhẹ riêng chẳng chất với có lẹ bột tha luôn mình chạy riêng tê vừa ở niên con nở ri nó cứ can tài ở nanh can tài khân chỉ muốn được chẳng chậm thay tiệt hao chẳng chất co bỏ bua niên con ở đi nâng tơ ông coi nâng nông xuôn chờ chạy kia ông pi rương ra xem xe nhom pi ở bốc mà đai là bọc luôn ai chỉ đau chuôn tới ở con ở đi nâng chẳng chất nâng có tới kia chuôn tới có không chật kia bữa nay cứ nẹt từng tí chặt đam đi dây son tần này kia po pin từ đầu mình nôn sinh chết tần nà còng quần lư để trang đi pe để tay nông tử lúc rất ai láng chẳng chất quạt từ chỉ bông đôi thò mặt đá mình ta tên nút cứ chẳng chất quạt ban chui rồi quay rồi chôn ao tả xuân đại quạt chỉ nẹt ba lan ao lục lu ra tận sầm bát nâng hơi đời xa tả xuân quạt ở cho vào đầu vốn nơi tía đái chẳng chất có chui ba rồi chôn chùm đua tả xuân chun lục luôn ra tận sầm bát nâng nâng niên khôn rí tới căn sọc sòng cài đầm mây từ gió lục bàn lạt nơi tỷ đủ bần to một tiết cư ở np đài chẳng chất vơ đồng na chỉ môi nâng lục luôn ra tận sầm bát niên khôn rí từ sọc sòng cài niên anh cư chẳng chất có bàn chui du ấy văn ao niên khôn rí pe đài ở niên tự đạp xa hơi ở np đài tới nhiều văn ấy rồi ở hói có tới tụt tua nơi lục bàn lạt sọc sòng cài vơ một căn ở bảy lần vinh chân np đã đo bẹ cẩn áp lời nâng rột dân có khôiហើយទាំង chẳng chất nâng lốp bà lát nâng cứ miên ca tốt tên sầm tây kia từ quanh từ mò pro thaទាំង លូក bà látទាំង chẳng chất cứ miên chất từ lơ niên khôn rí ហើយ sót tai ở ប្រច័នគ្នាទៅវិញទៅមកទៅលើសម្រស់របស់នាងខុនរីនេះគឺជាដំណើររឿងនៅក្នុងវគ្គទី3 chẳng chất ការគំនិតថ្មីមុននឹងចូលទៅដល់វគ្គទី4លោកគ្រូមានសំណួរមួយដែរតើការប្រយុទ្ធតតាំងរវាងចៅចិត្តនិងក្រុមចៅព្រៃស្ថិតនៅក្នុងវគ្គណាក៏វគ្គទី3ចៅចិត្តការគំនិតថ្មីខវគ្គទី4ចៅរកម្មនាកណ្ដាព្រៃស្ងាត់កវគ្គទី5សេចក្តីស្នេហាកើតក្រោយឧបតហេតុនិងខវគ្គទី6គេហដ្ឋានលោកលួងរតនសម្បត្តិត្រូវចៅប្លន់យើងគិតថានៅក្នុងវគ្គណាដែរដែលចៅចិត្តគាត់បានប្រយុទ្ធតតាំងគ្នាជាមួយនឹងក្រុមចៅព្រៃបាទចម្លើយនោះគឺចម្លើយខគឺស្ថិតនៅក្នុងវគ្គទី4ចៅរកម្មនាកណ្ដាព្រៃស្ងាត់ឥឡូវយើងទៅមើលអំពីដំណើររឿងនៅក្នុងវគ្គទី4ទាំងអស់គ្នានៅពេលដែលលោកបាឡាត់ក៏ដូចជាចៅចិត្តនិងលោកលួងរតនសម្បត្តិនាងគុណរីបានធ្វើដំណើរមកបបៃលិននោះគឺគាត់ជួនរថយន្តខូចពេលនោះគឺទាំងអស់គ្នាក៏បានសម្រាកនៅក្នុងព្រៃមួយយប់ប៉ុន្តែគឺចៅចិត្តគាត់នៅចាំយាមការពារសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាហើយនៅពេលដែលយប់នោះឯងគឺចៅចិត្តអង្គុយតែម្នាក់ឯងក៏នឹកតូចចិត្តទៅនឹងវាសនារបស់ខ្លួនឯងគិតថាខ្លួនឯងនឹងគឺជាអ្នកក្រតូចទាបទេហើយបែរជាមានចិត្តនឹងចង់បាននាងគុណរីទៅលើនាងគុណរីអញ្ចឹងក៏ប្រាប់ខ្លួនឯងថាខ្លួននឹងគឺជាមនុស្សដែលក្រីក្រទេណាព្រមទាំងដឹងអំពីសុភាសិតថាដៃខ្លីកុំតោងខ្លួនទៀបកុំឈោងស្រវាយអោបភ្នំចឹងពេលដែលកំពុងតែស្លងអារម្មណ៍តែម្នាក់ឯងហ្នឹងគឺនាងខុនរីក៏បានដើរមកអង្គុយលេងជាមួយនឹងចៅចិត្តហើយនាងខុនរីនិងចៅចិត្តនឹងអង្គុយសន្ទនាគ្នារហូតទៅដល់ចៅចិត្តនឹងក៏និយាយប្រាប់ថាក្នុងចិត្តរបស់គាត់នឹងគឺមានចិត្តស្រឡាញ់ទៅលើនារីម្នាក់ប៉ុន្តែមិនទាន់ប្រាប់ថានារីណាទេធ្វើឲ្យនាងខុនរីនឹងនិយាយបញ្ចើទៅលើចៅចិត្តមិនទាន់ដឹងថាចៅចិត្តនឹងមានចិត្តមកលើខ្លួនទេអញ្ចឹងពេលនោះចៅចិត្តក៏ឲ្យនាងខុនរីទៅសម្រាប់ទៅព្រោះថាយប់ណាស់ហើយគ្រាន់តែនាងខុនរីគាត់ក្រោកឡើងបោះជំហានជើងចេញទៅនឹងស្រាប់តែឧបតហេតុបានកើតឡើងពេលនោះគឺក្រុមចៅព្រៃគឺបានមកប្លន់ដោយបាញ់កំភ្លើងយ៉ាងផ្ទោខ្ទាពេញព្រៃនោះឯងធ្វើឲ្យទាំងអស់គ្នាគឺនាំគ្នារត់ពួនអស់គ្មានសល់គឺមានតែចៅចិត្តម្នាក់គត់ដែលគាត់នៅបាញ់តទល់ជាមួយនឹងចៅយ៉ាងអង្អាចការពារនាងខុនរីនិងលោកលួងរតនសម្បត្តិដោយសារតែពេលនោះគឺក្របកំភ្លើងនៅសល់តែមួយគ្រាប់ទេ
chân quạt của bạn áo niên khôn rì nâng tờ rốt buôn tờ hào bê nụ khói cứ chẳng chất ba này dây xa rập hiếp pi xịt đây sna ha rồi bọc luôn nâng tờ đo ở niên khôn rì niên có chloi to từ vành thá niên có sờ lạnh chẳng chất đài còn tai bê nụ cứ sạp tai chẳng chất cứ trơ ban crop cầm plương rồi bọc trao nút banh trơ mùi crop có đua sần lọt bát smart ở đấy tờ ní cứ chưa nằm nào rư nực nông vẹn tí buồn trao ra cám nia cần nào phải ngạp lấy dương cho tờ đo sầm nô mùi tiết ta trả chất nâng niên khôn neri ban đăng chất tham khné nợ bề nà chân dương khơi tha trả chất ban xa độc hiệp ở xích đây sở lánh từ can niên khôn neri bạt được hỏi chân dương trong đăng tha ta ở trái chất nâng niên khôn neri ban đăng chất tham khné nợក្នុងវគ្គណាដែរក៏វគ្គទី3ចាយចិត្តកាយគំនិតថ្មីខវគ្គទី4ចោរកម្មនីកណាប្រៃស្ងាត់កវគ្គទី5សេចក្តីស្នេហាការក្រោយឧបតហេតុនិងខគេហដ្ឋានលោកលួងរតនសម្បត្តិត្រូវចោលប្លន់យើងគិតថាចម្លើយណាមួយដែរចម្លើយដែលត្រឹមត្រូវនោះគឺចម្លើយកគឺស្ថិតនៅក្នុងវគ្គទី5សេចក្តីស្នេហាកើតក្រោយឧបតហេតុឥឡូវយើងទៅមើលដំណើររឿងនៅក្នុងវគ្គទី5ទាំងអស់គ្នាយើងដឹងហើយថាចាយចិត្តត្រូវបានចោលបាញ់មួយគ្រាប់ប៉ុន្តែពេលនោះគឺអត់បាត់បង់ជីវិតទេហើយក៏មិនមានបាត់បង់ទ្រព្យសម្បត្តិអីដែរដោយសារតែពេលនោះគឺតាសុនហើយបាត់លោកលួងរតនសម្បត្តិយូរពេកក៏បើករថយន្តជាមួយនឹងក្រុមកម្មករនឹងទៅដល់កណ្ដាលព្រៃក៏ដេញពួកចៅព្រៃនឹងរត់អស់ទៅហើយក៏បានដឹកចៅចិត្តមកគេហដ្ឋានលោកលួងរតនសម្បត្តិវិញហើយរកគ្រូពេទ្យព្យាបាលពេលនោះគឺនាងខុននារីមានការយកចិត្តទុកដាក់មើលថែរក្សាទៅដល់ចៅចិត្តធ្វើឲ្យអ្នកទាំងពីរនោះគឺចាប់ផ្ដើមមានចិត្តទៅលើគ្នាទៅវិញទៅមកហើយតតែដឹងចិត្តថ្លើមគ្នាថាចាច់ចិត្តក៏ស្រឡាញ់ទៅលើនាងខុននារីហើយនាងខុននារីក៏បែរមកស្រឡាញ់ចាច់ចិត្តដែរដោយសារការពីមុនគឺតែងតែចំអកលកលើយតែងតែមានចិត្តខឹងទើសទាល់ជាមួយនឹងចាច់ចិត្តបែរជាឥឡូវនេះគឺបានប្រែមកជាស្រឡាញ់ទៅលើចាច់ចិត្តផងដែរហើយលោកលួងរតនសម្បត្តិដោយឃើញអំពីសេចក្តីស្មោះត្រង់របស់ចាច់ចិត្តក៏ដូចជាសមត្ថភាពរបស់គាត់លោកលួងរតនសម្បត្តិក៏ប្រគល់ការងារមើលការខុសត្រូវកម្មករនឹងទៅឲ្យចៅចិត្តមើលការខុសត្រូវជំនួសគាត់នេះគឺជាវគ្គទី5ដែលបង្ហាញឲ្យឃើញអំពីសេចក្តីស្នេហារវាងចៅចិត្តនិងនាងខុននារីយើងចូលទៅដល់វគ្គបន្តទៀតប៉ុន្តែលោកគ្រូមានសំណួរមួយសិនតើវគ្គទី6ដែលយើងដឹងហើយថាជាវគ្គចុងក្រោយគេហដ្ឋានលោកលួងរតនសម្បត្តិត្រូវចោលប្លន់និងអវសានតើមានខ្លឹមសារដូចម្ដេចក៏លោកបាឡាត់បងចាប់បង្ខំខុននារីខចៅចិត្តប្រយុទ្ធតតាំងទៅនឹងក្រុមលោកបាឡាត់ក៏ចៅចិត្តនឹងនាងខុននារីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានិងខចម្លើយកខនិងកបញ្ចូលគ្នាចម្លើយណាមួយដែរដែលត្រឹមត្រូវយើងមកទីមតទាំងអស់គ្នាគឺចម្លើយខពោលគឺទាំង3ចម្លើយនេះបញ្ចូលគ្នាឥឡូវយើងទៅមើលដំណើររឿងនៅក្នុងវគ្គទី6ដែលជាវគ្គចុងក្រោយនៅក្នុងថ្ងៃមួយគឺលោកបាឡាត់គឺបាននាំនៅថៅកែម្នាក់ដែលគាត់ឈ្មោះថាថៅកែផាន់គឺមករកទិញត្បូងនៅឯផ្ទះលោកលួងរតនសម្បត្តិនឹងឯងពេលដែលលោកលួងរតនសម្បត្តិនឹងចៅចិត្តក៏បាននាំថៅកែផាន់នឹងទៅមើលការជីកត្បូងនៅឯអណ្ដូងរ៉ែពេលនោះគឺលោកបាឡាត់បានឆ្លៀតឱកាសពេលដែលគាត់នៅផ្ទះតែជាមួយនឹងនាងខុននារីក៏បាននិយាយផ្ដោះផ្ដងសូមសេចក្តីស្នេហាពីនាងខុននារីប៉ុន្តែនាងគឺពុំព្រមទេដោយសារតែនាងនោះគឺបានចាត់ចិត្តស្រឡាញ់ទៅលើចៅចិត្តទៅហើយធ្វើឲ្យលោកបាឡាត់នឹងគឺសម្លុតគំរាមនាងហើយថែមទាំងមានបំណងចាប់រំលោភនាងផងដែរហើយពេលនោះគឺពុំបានសម្រេចទេដោយសារតែចៅចិត្តនឹងគឺបានមកទាន់ហេតុការណ៍នឹងក៏បានវាយតបជាមួយនឹងលោកបាឡាត់ដើរត្រូវលោកបាឡាត់ដួលទៅធ្វើឲ្យលោកបាឡាត់នឹងគឺអាម៉ាស់មុខយ៉ាងខ្លាំងពេលនោះតកែផាន់ក៏បានគ្រាលោកបាឡាត់ហើយនាំលោកបាឡាត់នឹងវិលត្រឡប់ទៅផ្ទះវិញព្រោះថាលោកលួងរតនសម្បត្តិក៏មិនប្រកាន់ទោសបីអីទៅលើលោកបាឡាត់ដែរប៉ុន្តែនឹកថាលោកបាឡាត់ជាមន្ត្រីប៉ុន្តែហ៊ានធ្វើនៅអំពើដែលមិនត្រឹមត្រូវបែបនេះប៉ុន្តែក៏លោកលួងរតនសម្បត្តិនឹងក៏មិនប្រកាន់ទោសបីអីទៅលើបាឡាត់ផងដែរអញ្ចឹងពេលនោះថ្ងៃដដែលនឹងយប់ឡើងគឺលោកបាឡាត់និងថៅកែផាន់នឹងក៏បានរៀបគម្រោងនាំបពពួកនឹងមកប្លន់ផ្ទះលោកលួងរតនសម្បត្តិផងដែរអញ្ចឹងមួយលើកនឹងពួកចៅទាំងអស់គឺត្រូវកម្មករក៏ដូចជាក្រុមរបស់ចៅចិត្តគឺបានការពារទៅដល់លោកលួងរតនសម្បត្តិពេលនោះក៏ស្លាប់ខ្លះរបួសខ្លះ
រីឯថៅកែផាន់ក៏ដូចជាលោកបាឡាក់ក៏បានត្រូវចៅចិត្របាញ់សម្លាប់ក្នុងគ្រានោះទៅចឹងបន្ទាប់មកទៀតក៏លោកលួងរតនសម្បត្តិមានការជប់លៀងទៅដល់កម្មករទាំងឡាយហើយក៏បានរៀបចំថ្ងៃមង្គលរៀបអាពាហ៍ពិពាហ៍ឲ្យទៅចៅចិត្រហើយនឹងនាងខុននារីយ៉ាងអធិកអធមផងដែរមានភ្ញៀវចំនួនជាច្រើនមានភ្ញៀវជាអ្នកចំនួនជាច្រើនបានមកចូលរួមហើយគូស្វាមីភរិយាទាំងពីរក៏បានរួមរស់នៅជាមួយគ្នាយ៉ាងមានភាពសុខសាន្តរហូតទៅដល់បានកើតជាកូនជាចៅមានសេចក្តីសុខសុភមង្គលទៅនេះគឺជាការបញ្ចប់នៅខ្លឹមសារនៃមេរៀននេះគឺជាការបញ្ចប់នៅខ្លឹមសារនៃដំណើររឿងចាប់ពីវគ្គទី1រហូតដល់វគ្គទី6នៃរឿងកុលាបបៃលិនដូចនេះលោកគ្រូមាននៅសំណួរមួយដើម្បីជាការហ្វឹកហាត់អ្នកទាំងអស់គ្នាឡើងវិញបន្តិចទៅលើខ្លឹមសារនៃមេរៀនថ្ងៃនេះយើងគូកូនទាំងអស់គ្នារវាងផ្នែកកដែលជាវគ្គទី1រហូតដល់វគ្គទី6និងផ្នែកខដែលជាចំណងជើងនៃវគ្គនីមួយៗប៉ុន្តែអ្នកទាំងអស់គ្នាតម្រូវធ្វើការគូកូនឥឡូវលោកគ្រូទុកពេលបន្តិចដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការគូកូនសិនថាតើវគ្គទី1ត្រូវនឹងចំណងជើងណាមួយឥឡូវយើងធ្វើការផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាគឺវគ្គទី1ត្រូវនឹងចំណុចខគឺវគ្គទី1រឿងកុលាបបៃលិនជីវិតកូនកំព្រាចុងវគ្គទី2វិញគឺត្រូវនឹងចំណុចចការធ្វើដំណើរទៅបបៃលិនចុងទី3វគ្គទី3គឺត្រូវទៅនឹងចំណុចងគឺចៅចិត្រកើតគំនិតថ្មីវគ្គទី4គឺត្រូវនឹងចំណុចកចោរកម្មនាកណ្ដាលព្រៃស្ងាត់វគ្គទី5គឺត្រូវនឹងចំណុចកសេចក្តីស្នេហាកើតក្រោយឧបតិហេតុនិងវគ្គទី6គឺត្រូវនឹងចំណុចខគឺគេហដ្ឋានលួងរតនសម្បត្តិត្រូវចោលប្លន់និងអវសានលោកគ្រូក៏នៅមានវឹកហាត់មួយបន្តទៀតដែរគឺផ្គូផ្គងរវាងតួអង្គជាមួយនឹងមុខងារវិញម្ដងអញ្ចឹងតួអង្គលោកគ្រូមានដូចជាចៅចិត្រលោកលួងរតនសម្បត្តិថៅកែផាន់លោកបាឡាត់នាងខុននារីតាជើមតាសុននិងលោកគ្រូពេទ្យស្អាតរីឯមុខងារវិញយើងមកមើលទាំងអស់គ្នាក៏ត្រកូលសិរីពងជាឪពុករបស់ចៅចិត្រនៅផ្សារស្វាយប៉ោខេត្តបាត់ដំបងខកូនស្រីតូលលោកលួងរតនសម្បត្តិនៅឯបបៃលិនកគ្រូពេទ្យចិត្តធរជួយព្យាបាលជំងឺតាជើមនិងរកការងារឲ្យចៅចិត្រខឪពុកមាគ្រូពេទ្យស្អាតឪពុកនាងខុននារីនិងជាថៅកែត្បូងនៅឯបបៃលិនងបាឡាត់ស្រុកសង្កែមានបំណងចង់ចាប់បង្ខំនាងខុននារីចកូនប្រុសតូលរបស់តាជើមប្រកបរបរជាកម្មករជីកត្បូងនៅឯបបៃលិនឆថៅកែរកស៊ីទុច្ចរិតមានបំណងប្លន់ផ្ទះលោកលួងរតនសម្បត្តិនិងចអ្នកបើកឡានឲ្យលោកលួងរតនសម្បត្តិឥឡូវលោកគ្រូទុកពេលឲ្យយើងគិតបន្តិចបន្ទាប់ពីលោកគ្រូអានឲ្យស្ដាប់ហើយតើអ្នកទាំងអស់គ្នាគិតថាចិត្តត្រូវនឹងមុខងារមួយណាហើយនឹងតួអង្គផ្សេងទៀតធ្វើការគិតនឹងគូកូនទាំងអស់គ្នាឥឡូវនេះយើងធ្វើការផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាតើត្រឹមត្រូវជាមួយនឹងបងប្អូនទាំងអស់គ្នាទេឥឡូវយើងមកមើលទី1គឺត្រូវទី1ចៅចិត្រគឺត្រូវនឹងចកូនប្រុសតូលរបស់តាជើមហើយប្រកបរបរជាកម្មករជីកត្បូងនៅឯបបៃលិនរីឯទី2លោកលួងរតនសម្បត្តិគឺត្រូវទៅនឹងចំណុចខគឺជាឪពុកមារបស់គ្រូពេទ្យស្អាតហើយក៏ជាឪពុករបស់នាងខុននារីនិងជាថៅកែត្បូងនៅឯបបៃលិនទី3ថៅកែផាន់គឺត្រូវនឹងចំណុចឆគឺជាថៅកែរកស៊ីទុច្ចរិតមានបំណងប្លន់ផ្ទះលោកលួងរតនសម្បត្តិទី4លោកបាឡាត់គឺត្រូវទៅនឹងចំណុចងគឺជាបាឡាត់ស្រុកសង្កែមានបំណងចាប់បង្ខំនាងខុននារីទី5នាងខុននារីគឺត្រូវទៅនឹងចំណុចខគឺជាកូនស្រីតូលរបស់លោកលួងរតនសម្បត្តិនៅឯបបៃលិនទី6តាជើមគឺត្រូវទៅនឹងចំណុចកគឺត្រកូលសិរីពងហើយជាឪពុករបស់ចៅចិត្រនៅឯផ្សារស្វាយប៉ោខេត្តបាត់ដំបងទី7តាសុនត្រូវនឹងចំណុចចគឺជាអ្នកបើកឡានឲ្យលោកលួងរតនសម្បត្តិឯចុងក្រោយទី8លោកគ្រូពេទ្យស្អាតគឺត្រូវនឹងចំណុចកគឺជាគ្រូពេទ្យចិត្តធម៌ដែលជួយព្យាបាលជំងឺឲ្យតាជើមហើយរកការងារឲ្យចៅចិត្រទាំងអស់នេះគឺជាតួអង្គនិងមុខងារសំខាន់របស់រឿងកុលាបបៃលិនយើងអញ្ចឹងជាចុងក្រោយលោកគ្រូក៏នឹងសង្ខេបនៅខ្លឹមសារមេរៀនថ្ងៃនេះឡើងវិញតកតងទៅនឹងរឿងកុលាបបៃលិនគឺយើងដឹងហើយមានទាំងអស់ចំនួន6វគ្គហើយតួអង្គសំខាន់មានដូចជាចៅចិត្រ
នាងខុននារីដែលជាតួអង្គឯកតាជើមលោកលួងរតនសម្បត្តិលោកគ្រូប៉ែតស្អាតតាសុនលោកបាឡាត់ថៅកែផាន់ក៏ដូចជាមានក្រុមចៅផងដែរហើយខ្លឹមសារដំណើររឿងសំខាន់មានដូចជាមរណភាពរបស់តាជើមធ្វើឲ្យចៅចិត្រខ្លាយជាក្មេងកំព្រាហើយចៅចិត្រក៏ទទួលបានការងារជាកម្មករជីកត្បូងនៅឯបៃលិនចៅចិត្រគឺមានការខំប្រឹងប្រែងតស៊ូនៅក្នុងការធ្វើការងារនិងជួយយកអាសាផងដែរទៅដល់លោកលួងរតនសម្បត្តិដែលជាតកែខ្លួនហើយចៅចិត្រក៏មានការចាប់ចិត្តស្រឡាញ់ទៅលើនាងខុននារីដែលជាកូនស្រីរបស់លោកលួងរតនសម្បត្តិហើយចៅចិត្រនឹងក៏មានភាពអង់អាចក្លាហានដែរគឺហ៊ានលះបង់ជីវិតការពារទៅដល់នាងនិងលោកលួងរតនសម្បត្តិពេលដែលមានចោរកម្មនៅឯកណ្ដាលព្រៃស្ងាត់ហើយបន្តមកទៀតគឺនាងខុននារីក៏បានចាប់ចិត្តស្រឡាញ់មកលើចៅចិត្រវិញដែរពេលនោះគឺលោកលួងរតនសម្បត្តិពេញចិត្តនិងទុកចិត្តទៅដល់ចៅចិត្រហើយក៏ប្រគល់នៅការងារគ្រប់គ្រងអណ្ដូងរ៉ែត្បូងនឹងឲ្យទៅចៅចិត្រជំនួសលោកលួងរតនសម្បត្តិហើយចៅចិត្រក៏បានជួយបង្ក្រាបទៅដល់ក្រុមចៅរបស់ក្រុមលោកបាឡាត់ហើយនឹងថៅកែផាន់ដែលមានបំណងប៉ងចង់ប្លន់ទៅដល់ផ្ទះលោកលួងរតនសម្បត្តិហើយចុងក្រោយគឺចៅចិត្រគឺគាត់ទទួលបានជោគជ័យទៅលើការងារហើយនឹងសេចក្តីស្នេហាព្រមព្រោះតែគាត់មាននៅការខិតខំប្រឹងប្រែងសេចក្តីស្មោះត្រង់និងការជឿជាក់ទៅលើសមត្ថភាពខ្លួនឯងធ្វើឲ្យចៅចិត្រគាត់ទទួលបានការគោរពស្រឡាញ់ហើយគាត់ក៏ទទួលបានសេចក្តីទុកចិត្តពីសំណាក់ថៅកែគឺលោកលួងរតនសម្បត្តិនាងខុននារីហើយនឹងក្រុមកម្មករនេះគឺជាដំណើររឿងខ្លីសង្ខេបសម្រាប់អ្នកទាំងអស់គ្នាធ្វើការចងចាំតាក់ទងទៅនឹងដំណើររឿងនៃរឿងកុលាបបៃលិនលោកគ្រូក៏មានកិច្ចការផ្ទះមួយដែរយើងចាំទេថានេះនៅក្នុងវគ្គទីប៉ុន្មានគឺវគ្គទី1ដែរគឺនៅក្នុងវគ្គទី1នោះតាជើមគាត់បានផ្ដាំនៅចៅចិត្រគឺនៅពុទ្ធភាសិតមួយឃ្លាថាអត្តាហេអត្តនោនាថោអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការស្វែងយល់បន្តិចទៅមើលថាតើឃ្លាមួយនេះគាត់តើពុទ្ធភាសិតមួយឃ្លានេះមាននៅអត្ថន័យបែបណាអញ្ចឹងយើងធ្វើការពន្យល់បកស្រាយបន្តិចទៅមើលអំពីឃ្លានៃពុទ្ធភាសិតមួយឃ្លានេះហើយខ្លឹមសារនៃមេរៀនគឺលោកគ្រូបានយកចេញអំពីសៀវភៅសិក្សាអត្ថបទអក្សរសិល្ប៍សម្រាប់មធ្យមសិក្សាបឋមភូមិបោះពុម្ពឆ្នាំ2019របស់នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំយុវជននិងកីឡានិងសៀវភៅរឿងកុលាបបៃលិនដែលរៀបរៀងនិងបោះពុម្ពដោយក្រសួងអប់រំយុវជននិងកីឡានៅក្នុងឆ្នាំ2001សូមអរគុណសម្រាប់ការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នានៅក្នុងការសិក្សាហើយយើងនឹងជួបគ្នាបន្តទៀតនៅក្នុងភាគទី3នៃការសិក្សាអត្ថបទរឿងកុលាបបៃលិនសូមអរគុណនិងសូមជម្រាបលា